រឿងសញ្ជ័យបរិពាជៈព្រះបរមសាស្តាទ្រង់ប្រារព្ធការមិនមករបស់សញ្ជ័យបរិពាជៈសម័យថ្ងៃមួយព្រះអគ្គសាវកទាំងពីរកំពុងតែស្វែងរកមកធម៌នៅឡើយនោះលោកបានទៅសិក្សាជាមួយនឹងសញ្ជ័យបរិពាជៈនេះឯងព្រោះថានៅក្នុងសម័យនោះសញ្ជ័យបរិពាជៈជាគណចារ្យដែលមានឈ្មោះសំឡេងដ៏ល្បីល្បាញខ្លាំងណាស់នៅក្នុងរាជក្រឹស្នក្រោយមកឧបទេសបរិពាជៈគឺព្រះសិរីបុត្របានស្ដាប់នៅអរិយសច្ចកថាអំពីសំណាក់នៃព្រះអសជិថេរដោយសង្ខេបហើយបានសម្រេចព្រះសោតាបត្តផលទើបត្រឡប់មកប្រាប់ដល់កោလိតបរិពាជៈគឺព្រះមោគលានជាសម្លាញ់របស់ខ្លួនបានស្ដាប់រហូតដល់កោလိតបានសម្រេចព្រះសោតាបត្តផលដោយខ្លួនដែរស្រេចហើយទើបនាំគ្នាទៅកាន់សំណាក់នៃសញ្ជ័យបរិពាជៈដើម្បីសុំលាទៅកលព្រះពុទ្ធជាម្ចាស់ព្រមទាំងបានបបួលគ្រូសញ្ជ័យទៅកលដែរឧបទេសៈនិងកោလိតបាននាំគ្នាព្រមទាំងជាមួយនឹងពួកបរិវាររបស់ខ្លួនទៅកលព្រះសាស្តាហើយបានក្រាបថ្វាយបង្គំទូលសុំនៅបព្វជិនិងឧបសម្បទាជាភិក្ខុក្នុងព្រះពុទ្ធសាសនាលុះបានសម្រេចសោលកិច្ចហើយក៏បានទទួលនៅតំណែងជាព្រះអគ្គសាវកឆ្វេងស្ដាំក្រោយមកព្រះអគ្គសាវកទាំងពីរបានក្រាបទូលដល់ព្រះសាស្តាអំពីរឿងដែលគ្រូសញ្ជ័យបរិពាជៈមិនព្រមមកកលព្រះអង្គជាមួយនឹងខ្លួនព្រះបរមសាស្តាទ្រង់ជ្រាបហើយទើបទ្រង់ត្រាស់នៅព្រះគាថានេះថាអសារេសារមតិណោសារេចៈអសារទសិណោតេសារังនេធិកិច្ឆន្តិមច្ឆាសង្កបៈកោចរាសារញ្ចៈសារតោញត្វាសារញ្ចៈអសារតោតេសារังអធិកិច្ឆន្តិសម្មាសង្កបៈកោចរាជនទាំងឡាយណាមានការសម្គាល់ក្នុងរបស់ដែលមិនមានសារៈថាមានសារៈយល់ឃើញក្នុងរបស់ដែលមានសារៈថាមិនមានសារៈជនទាំងឡាយនោះមានតែការត្រិះរិះខុសជាគោចរនិងមិនបានសម្រេចនៅធម្មសារៈឡើយឯជនទាំងឡាយណាដឹងនៅរបស់ដែលមានសារៈដោយហេតុដែលមានសារៈដឹងនៅរបស់ដែលគ្មានសារៈដោយហេតុដែលគ្មានសារៈជនទាំងឡាយនោះជាអ្នកមានសេចក្តីត្រិះរិះត្រូវជាគោចរនឹងបានសម្រេចនៅធម្មសារៈក្នុងការចប់ព្រះគាថាពុទ្ធបរិស័ទជាច្រើនបានសម្រេចអរិយផលមានសោតាបត្តផលជាដើមធម្មទេសនាមានប្រយោជន៍ដល់សត្វលោកជាច្រើនដែលមកប្រជុំគ្នាដូច្នោះឯងអដ្ឋកថាខុទ្ទកនិកាយគាថាធម្មបទភាគ1
ទំព័រទី181ដល់266នៃព្រះសតនបិដកលេខ52ទំព័រទី23ចប់សូមអនុមោទនា